អគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជាគឺជាស្ថាប័នជាតិមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រងការនាំចូលការនាំចេញនិងការប្រមូលពន្ធគយនិងអាករផ្សេងៗព្រមទាំងការពារសន្តិសុខសេដ្ឋកិច្ចជាតិស្ថាប័ននេះត្រូវបានបង្កើតឡើងដើម្បីធានាថាទំនិញដែលឆ្លងកាត់ព្រំដែនកម្ពុជាត្រូវបានត្រួតពិនិត្យនិងអនុវត្តតាមច្បាប់គយជាធរមានអគ្គនាយកដ្ឋានគយនឹងរដ្ឋកោមានភារកិច្ចប្រមូលចំណូលជូនរដ្ឋត្រួតពិនិត្យនិងទប់ស្កាត់ការរត់ពន្ធការនាំចូលទំនិញខុសច្បាប់ការក្លែងបន្លំពន្ធនិងការជួញដូរទំនិញហាមឃាត់ស្ថាប័ននេះដើរតួយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិដោយធ្វើទំនើបកម្មប្រព័ន្ធគយនិងអនុវត្តបច្ចេកវិទ្យា Digital ដើម្បីបង្កើនប្រសិទ្ធភាពនៃការបំពេញបែបបទនាំចូលនិងនាំចេញទីស្នាក់ការកណ្ដាលរបស់អគ្គនាយកដ្ឋានគយនឹងរដ្ឋកោមានទីតាំងស្ថិតនៅរាជធានីភ្នំពេញដែលមានសាខានិងការិយាល័យគយនៅតាមច្រកទ្វារអន្តរជាតិផ្លូវគោកកំពង់ផែសមុទ្រនិងអាកាសយានដ្ឋានទូទាំងប្រទេសនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះស្ថាប័នបានអនុវត្តគម្រោងកែប្រែទម្រង់ជាច្រើនរួមមានប្រព័ន្ធបំពេញបែបបទគយតាមប្រព័ន្ធអេឡិចត្រូនិកការគ្រប់គ្រងហានិភ័យនិងការអនុវត្តស្តង់ដារអន្តរជាតិរបស់ World Customs Organization ដើម្បីលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈអគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជាត្រូវបានចាត់ទុកថាជាស្ថាប័នស្នូលមួយនៅក្នុងការប្រមូលចំណូលថវិកាជាតិនិងគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការជំរុញពាណិជ្ជកម្មស្របច្បាប់ការទាក់ទាញវិនិយោគនិងការការពារផលប្រយោជន៍ជាតិជួបខ្ញុំនៅវីដេអូបន្ទាប់អរគុណសម្រាប់ការទស្សនា